ចាញ់ហើយព្រះអាយកោចៅចាញ់ហើយប៉ុន្តែក៏ចៅបានឈ្នះដូចគ្នាចៅចាញ់ដែលឧស្សាហ៍បំពេញបុណ្យបារមីចិត្តគ្រប់ 1000 ឆ្នាំទៅហើយក៏ប៉ុន្តែបែរជាមកចាញ់ដល់ទូស័ក្តិដែលព្រះអង្គលោកដ៏ពិសោធន៍នឹងចៅបើចៅឈ្នះដែលព្រមលះបង់ឱកាសនឹងខ្លាចខ្លួនទៅជាមនុស្សដើម្បីរក្សាជីវិតអ្នកដែលចៅបានស្រឡាញ់ចៅនឹងធ្វើឲ្យពិភពលោកគេបានដឹងថាស្នេហារបស់ចៅនេះធំមហិមាប៉ុណ្ណាទោះបីនៅម្នាក់មកភpomម្នាក់មួយជាតិប៉ុន្តែក្តីស្នេហារវាងចៅទាំងពីរក៏ខ្លាចទៅជាអមតៈជារៀងរហូតទៅពីពេលនេះទៅតាអនុញ្ញាតឲ្យចៅសម្ដែងនិមិត្ត